រឿងមីជាស្រីកាលពីព្រេងនាយមានបុរសម្នាក់មានប្រពន្ធនៅជាមួយគ្នាតែពុំមានកូនលុះយូរទៅប្រពន្ធនោះមានសហាយនាំមកដេកក្នុងផ្ទះតែសព្វថ្ងៃមួយប្តីទៅជីកដំឡូងក្នុងព្រៃដល់ថ្ងៃក្តៅចូលទៅអាស្រ័យនៅខ្ទមអ្នកតាមួយប្រពន្ធរៀបចំអីវ៉ាន់ទៅបន់អ្នកតានោះឲ្យទៅធ្វើប្តីឲ្យស្លាប់និងយកសហាយធ្វើប្តីរៀបស្រេចហើយក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតានោះប្តីឃើញប្រពន្ធដើរចូលទៅខ្ទមអ្នកតាក៏នឹកឆ្ងល់ថាប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះគិតហើយក៏ចូលទៅពួនក្រោយខ្ទមអ្នកតាលបស្ដាប់ប្រពន្ធឯប្រពន្ធក៏ចូលទៅអុជធូបទៀនហើយបន់អ្នកតាថាខ្ញុំមិនចង់យកប្តីខ្ញុំទេខ្ញុំយកប្តីទៀតសូមអ្នកតាកាច់ប្តីខ្ញុំឲ្យស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូកមួយប្តីឮដូច្នោះក៏ឆ្លើយឡើងពីក្រោយខ្នងអ្នកតាបើនាងមានសហាយហើយបើចង់ឲ្យកាច់ប្តីនាងឯងឲ្យស្លាប់នោះងាយទេវិលទៅផ្ទះវិញត្រូវរកមន្តក្រាបទាំងមេទាំងពងមួយសម្បុកស្ងោឲ្យប្តីនាងឯងស៊ីទៅវាស្លាប់ហើយមេនោះឮដូច្នោះស្មានថាអ្នកតាបង្គាប់ក៏ប្រញាប់វិលមកផ្ទះវិញរកទិញបានមេមន្តក្រាបមួយសម្បុកស្ងោទុកឲ្យប្តីស៊ីដើម្បីនឹងឲ្យស្លាប់ហើយនឹងបានយកសហាយលុះដល់ប្រឡប់ប្តីមកពីជីកដំឡូងដល់ផ្ទះហើយសួរថាគេអើយបានអីស៊ីបាយមេនោះឆ្លើយថាខ្ញុំបានមេមន្តនឹងពងមន្តក្រាបមួយសម្បុកស្ងោទុកឲ្យអ្នកប្តីថារៀបបាយមកស៊ីប្រពន្ធក៏លើកបាយព្រមទាំងមេនឹងពងមន្តក្រាបមកឲ្យប្តីស៊ីប្តីស៊ីអស់ហើយធ្វើជាឈឺដេកធ្ងោហឺមេនោះអណាគិតស្មានថាប្តីឈឺមែនត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយត្បិតលឺធ្ងោឯប្តីក៏ធ្វើជាដេកទៅមេនោះគិតស្មានថាប្តីស្លាប់ក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយអ្នកទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអង្គុយហើយហៅប្រពន្ធមកប្រាប់ថារងាណាស់ឯប្រុសសហាយឃើញប្តីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុងពាងនៅខាងដំណេកសំងំចាំប្តីនោះដេកខ្លួននឹងចេញពីពាងទៅដេកនឹងមេនោះទៀតប្តីបានឃើញតែធ្វើជាមិនឃើញប្រាប់ប្រពន្ធថារងាណាស់ឯងដាំទឹកឲ្យគ្នាងូតបន្តិចនឹងស្លាប់មេនោះឮថាចង់ស្លាប់ដូច្នោះអណាស់ត្បិតត្រូវនឹងពាក្យដែលត្រូវបន់អ្នកតាលុះប្រពន្ធដាំទឹកពុះហើយប្តីថាទៅដងទឹកត្រចៀកបានមួយក្អមមកយកមកលាងនឹងទឹកក្តៅនេះប្រពន្ធឮប្តីប្រើដូច្នោះក៏យកក្អមចេញទៅដងទឹកប្តីឃើញប្រពន្ធទៅបាត់ក៏ក្រោកឡើងដើរទៅលើកទឹកពុះមួយខ្ទះនោះយកទៅស្រោចលើសហាយដែលនៅក្នុងពាងនោះស្លាប់ទៅហើយចូលទៅដេកវិញធ្វើជាធ្ងោហឺទៀតមេនោះវិលពីដងទឹកមកវិញមើលទៅឃើញសហាយត្រូវទឹកក្តៅរួញសរសៃដូចគេដកចេញពីពាងមកក៏អោនខ្សឹបថាថ្វីក៏មិនអោនទៅវាមិនទាន់ទេ ឯ
អានោះឆ្ងក់ដដែលមេនោះយកដៃទៅចាប់ជ្រមុជទៅត្រូវស្លឹកត្រចៀករលេះជ្រុះទាំងសក់មើលបានដឹងថាជាប្តីស្រោចទឹកក្តៅស្លាប់សាហាយទៅហើយក៏ពុំស្ដីយកគម្របពាងមកប្រប់ហើយយកទឹកឲ្យប្តីងូតឯប្តីក៏មិនស្ដីទឹកក៏មិនងូតប្រាប់ប្រពន្ធថាអញគ្រាន់បើហើយក៏ហៅប្រពន្ធចូលទៅដេកទៅលុះព្រឹកប្រហៀមឡើងមេនោះពុំដឹងបើគិតដូចម្ដេចនឹងយកខ្មោចឲ្យរួចចេញផុតពីផ្ទះក៏នឹកឃើញថាក្នុងស្រុកនេះមានចៅ4នាក់តែងតែលបលួចអីវ៉ាន់លាក់ផងសពថ្ងៃសពយុគគ្រប់ភូមិដូច្នេះអញនឹងគិតឲ្យចៅទាំង4នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឲ្យបានគិតហើយក៏ដើរខ្ចីសំពត់ហូលយកមកហាលជុំវិញផ្ទះឯចៅទាំង4នាក់នោះឃើញហើយគិតគ្នាថាយើមេនោះមានណាស់ណោះជប់នេះយើងនឹងទៅលបលួចវាឲ្យបានពុំខានសពថ្ងៃយើងស្មានថាវាក្រមេនោះក៏ហាលសំពត់ហូលអាវប្រែនោះលុបដល់ពេលល្ងាចយកទៅជូនគេវិញហើយយកមកចងរឹតរូតពីងខ្មោចនោះឲ្យជាប់ទុកឲ្យចោលចូលលួចមកផ្សែងយកទៅឯចៅទាំង4នាក់លុះយកក៏បបួលគ្នាទៅលួចចូលទៅរករបស់ទាំងនោះពុំឃើញប្រទះឃើញតែពីងមួយចងមាត់ជាប់បើកពុំរួចចៅទាំង4នាក់និយាយគ្នាថារបស់អស់នោះវាដាក់ក្នុងពីងនេះហើយបើដូច្នេះយើងត្រូវសែងពីងនេះហើយថាក៏នាំគ្នាសែងពីងនេះទៅដល់ព្រៃល្ងាចក៏ស្រាយលូកមើលអាមួយវាលូកដៃទៅត្រូវសក់ថាវើយសូតដកដៃចេញអាមួយលូកដៃទៅត្រូវស្លឹកត្រចៀកត្រូវភ្នែកច្រមុះស្រែកថាវើយខ្មោចទេអាមួយមិនជឿលូកដៃទៀតត្រូវដើមទ្រូងដឹងថាខ្មោចមែនក៏ស្ទុះរត់ចោលហើយខឹងណាស់ថាត្បិតមេនោះបញ្ឆោតឲ្យសែងខ្មោចចោលបានចៅទាំង4នាក់គិតគ្នាថាយើងខ្លំមើលមេនោះបើឃើញវាដើរទៅណាតែម្នាក់ឯងត្រូវគ្នាយើងចងរោមចាប់វាវាយឲ្យវារៀងកុំឲ្យវាបញ្ឆោតយើងទៀតជួនជាថ្ងៃមួយមេនោះចង់ទៅកំពង់រកទិញអីវ៉ាន់ត្បិតមានសំពៅទៅនឹងមកដល់ពីស្រុកក្រៅមេនោះដើរដល់កណ្ដាលផ្លូវក៏ជួបនឹងចៅទាំង4នាក់នោះចៅឃើញក៏នាំគ្នាព្រួតចាប់នឹងវាហើយជេរពីរឿងដែលវាបញ្ឆោតមេនោះឆ្លើយថាណាហើយអ្នកបើអ្នកវាយខ្ញុំក៏ឥតប្រយោជន៍ដែរត្បិតខ្ញុំទៅទាបប្រាក់ពីនាយសំពៅដូច្នេះចូលមកអញ្ជើញទៅនឹងខ្ញុំទាបប្រាក់បានចែកគ្នាចាយលេងចៅទាំង4នាក់ឮថាវាទៅទាបប្រាក់ដូច្នោះក៏ចូលចិត្តបបួលគ្នាទៅមេនោះផ្ដាំចៅទាំង4នាក់ថាអស់អ្នកឈរចាំខ្ញុំនៅលើច្រាំងចោះបើកាលណាឃើញខ្ញុំបោយដៃនោះអ្នកនាំគ្នាចោះទៅចោះបានប្រាក់ហើយមេនោះនិយាយផ្ដាំចោលទាំង4នាក់ហើយក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅលក់ចោលទាំង4នាក់វាថាចោលនោះជាខ្ញុំរបស់វាហើយចង្អុលបង្ហាញនាយសំពៅថានោះណវាទាំង4នាក់បើវាចុះមកខ្ញុំឡើងទៅលើគោកសូមអ្នកចាប់ដាក់ច្រវាក់វាឲ្យជាប់ទៅកុំឲ្យវារត់បាននាយសំពៅព្រមហើយសួរថា
ខ្ញុំនាងឯងទាំង4នាក់លក់ថ្លៃប៉ុន្មានមេនោះឆ្លើយថាម្នាក់ថ្លៃ2ណែនអ្នកសំពៅឲ្យ1ណែនកន្លះវាក៏ព្រមលក់ហើយចេញមកក្រៅបក់ដៃហៅចោលទាំង4នាក់ចោលទាំង4នាក់គិតស្មានថាវាហៅឲ្យទៅយកប្រាក់ក៏នាំគ្នាចោះទៅដល់ហើយស្រាប់តែនាយសំពៅប្រើមនុស្សឲ្យដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នាមេនោះក៏យកប្រាក់ឡើងមកបាត់បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញដល់កណ្ដាលផ្លូវជួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកលើដើមឈើមួយនៅប្រយោជន៍ផ្លូវនោះឯចៅ4នាក់លួងនាយសំពៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នាថាយើមេនេះហៅពេញជាប្រាជ្ញាធំវាបញ្ឆោតយើងឲ្យសែងខ្មោចទៅចោលក្នុងព្រៃហើយឥឡូវវាលក់យើងបានទៀតចោលទាំង4នាក់ខឹងណាស់កាច់ច្រវាក់បាក់រត់ចេញពីសំពៅដើរឡើងមកលើគោករត់មកទាំងយប់នោះជួនជាយប់យូរណាស់ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំដែលមេនោះដេកចៅ3នាក់ឡើងទៅដេកលើមេឃដោយខ្លួនពីរគ្នាចៅម្នាក់ឡើងទៅក៏ជួបនាងនោះនៅលើចុងឈើអាចៅនោះថាហងឯងស្លាប់ហើយម្ដងនេះហងឯងធ្លាប់បញ្ឆោតយើងឥឡូវហងឯងរត់ចោះបើរួចរឿងមាយាស្រីក៏ចប់ត្រឹមនេះ